សួស្តីចាឃើញធ្វើកាយវិការហ្នឹងមិនមែនធ្វើកាយវិការអីទេចង់និយាយថាហៅញ៉ាំហ្នឹងឯងឲ្យតែបងប្អូនឃើញរៀងខ្ញុំម្ដងគាត់ថាខ្ញុំអត់មានពវៀនទេដឹងដែរញ៉ាំអីទេដឹងខ្ញុំសួរដែរញ៉ាំបាយហ្មងអត់មានដែរញ៉ាំបាយទេចាប៉ុន្តែគឺសាច់អាំងស៊ុបរល្ងាចតែម្ដងហើយបើទាំងអស់គ្នាគ្រាន់តែឮថាសាច់អាំងហើយនឹងស៊ុបគឺធម្មតាប៉ុន្តែនៅក្នុងវីដេអូនេះគឺអត់ធម្មតាចង់ជំរាបជូនថានៅកន្លែងមួយកន្លែងដែលខ្ញុំកំពុងតែញ៉ាំនេះគឺខ្ញុំម៉ួយគាត់ 4-5 ឆ្នាំហើយនៅក្នុងពេញហួតបឹងស្នាវយើងហ្នឹងអស់គ្នាដឹងហើយបើសិនជាហាងមួយនេះហើយលក់របស់អត់ឆ្ងាញ់អត់អាចបើកបាន 4-5 ឆ្នាំទេគឺគាត់មានលក់សាច់អាំងនឹងស៊ុបមិនមែនរសជាតិធម្មតាដូចគេដូចឯងដូចជាមួយនឹងហាងផ្សេងៗទៀតប៉ុន្តែហាងរបស់គាត់នេះគឺគាត់មានទឹកជ្រលក់គីមឈីហ្វឺប្រចាំតកោរបស់គាត់ហ្មងនិយាយទៅរសជាតិមួយគ្មានពីរគឺមានតែគ្រួសាររបស់គាត់មួយហ្នឹងទេគាត់លក់ 4-5 ឆ្នាំហើយខ្ញុំមួយរបស់គាត់អត់ផ្លាស់ប្ដូរដោយសារតែរសជាតិទឹកជ្រលក់របស់គាត់រសជាតិគីមឈីរបស់គាត់នឹងឯងមិនមែនមានត្រឹមតែទឹកជ្រលក់ហើយនឹងគីមឈីតែប៉ុណ្ណឹងទេប៉ុន្តែសាច់របស់គាត់គឺសិតតែល្អមានដូចជាសាច់គោអូស្ត្រាលីសាច់គោអាមេរិកមានសាច់ជ្រូក3ជាន់ប្រឡាក់បែបកូរ៉េមានគ្រឿងសមុទ្រហើយមានប្រភេទសាច់ជាច្រើនមុខទៀតដែលទាំងអស់គ្នាចង់ញ៉ាំជាច្រើនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងចាមានធម្មតាទឹកជ្រលក់ឆ្ងាញ់មានធម្មតាគីមឈីឆ្ងាញ់អត់គ្រប់គ្រាន់ទេតើតែមានសាច់ដែលជ្រលក់ជាមួយនឹងទឹកជ្រលក់ជាមួយនឹងគីមឈីហ្នឹងទៀតពេលជ្រលក់ជាមួយគ្នាទៅគឺចូលគ្នាធ្វើឲ្យយើងញ៉ាំហើយបំភ្លេចអត់បានហើយក៏ប៉ុន្តែកន្លែងរបស់គាត់នេះនៅក្នុងបេហួតគឺគាត់មានភ្ញៀវជាច្រើនដែលស្គាល់ហាងគាត់មកហើយតែស្គាល់ថាគាត់លក់សាច់អាំងឯឥឡូវហ្នឹងគឺគាត់បានបន្ថែមជាមួយនឹងមេនុយថ្មីគឺស៊ុបមួយមុខទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ញ៉ាំជាមួយនឹងសាច់អាំងក៏បានស៊ុបក៏បានញ៉ាំទាំងពីរក៏បានក្នុងពេលតែមួយហើយចង់បញ្ជាក់ទាំងអស់គ្នាដែរតម្លៃគឺអត់ថ្លៃទេប៉ុន្តែសមរម្យបងប្អូនទាំងអស់គ្នាអាចទទួលយកបានអរគុណសម្រាប់ទីតាំងនិងព័ត៌មានបន្ថែមខ្ញុំនឹងតម្លែងនៅក្នុង comment ហើយបើទាំងអស់គ្នាមានចម្ងល់អាចតម្លែងនៅក្នុង comment បានដូចគ្នាកុំភ្លេចណាមើលវីដេអូនេះហើយទៅញ៉ាំទាំងអស់គ្នាផងបាយបាយ